បាទសួស្តីបងប្អូនទាំងគ្នាជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងរាត្រីនេះសង្ឃឹមថាពុកម៉ែបងប្អូននឹងសុខសប្បាយទាំងអស់គ្នាហើយបងប្អូនថ្ងៃនេះប្រហែលជាចម្លែកចិត្តហ្នឹងមែនទេដោយសារតែឃើញមុខ admin ណាអត់ស្អាតទេបងប្អូនមុខអាក្រក់ខ្មៅក៏ខ្មៅស្គមក៏ស្គមហើយសុខសប្បាយអត់បងប្អូនប្រហែលថ្ងៃនេះក៏ដូចជាអាកាសធាតុនោះក៏ក្តៅខ្លាំងមែនទេបងប្អូនវារបៀបថាវាអត់តដល់ខែភ្លៀងណាតែដល់ខែភ្លៀងហ្នឹងពិបាកអូជ្រុំហ្មងហើយសម្រាប់បងប្អូនដែលគាត់នៅស្រុកណាគាត់ក៏ត្រឡប់មកចូលឆ្នាំខ្មែររបស់យើងវិញហើយគាត់មកធ្វើការធម្មតាអញ្ចឹងណាព្រោះនៅតាមខេត្តគឺពេលថ្ងៃខ្ញុំឃើញបងប្អូនខ្លះគាត់ធ្វើដំណើរតាមផ្លូវហ្នឹងច្រើនគួរសមដែរហើយសម្រាប់ថ្ងៃនេះគឺខ្ញុំមានសាច់រឿងថ្មីមួយទៀតហើយដើម្បីយកមកចែកជូនទៅកាន់ពុកម៉ែបងប្អូនណាហើយសាច់រឿងហ្នឹងគឺបានអំពីប្រិយមិត្តរបស់យើងម្នាក់ដែលគាត់ហ្នឹងគឺជាអ្នកដែលរស់នៅខាងខេត្តព្រៃវែងគាត់និយាយអំពីប្អូនជីដូនមួយគាត់ហើយប្អូនជីដូនមួយគាត់ហ្នឹងគឺហាក់បីដូចជាគាត់ហ្នឹងគឺមិនចេះស្អីសោះសូម្បីតែមនុស្សស្រីម្នាក់ដែលរបៀបថាគាត់ឲ្យដៃឬក៏ឲ្យភ្នែកឬក៏របៀបថាចង់ឲ្យអ្វីៗផ្សេងអញ្ចឹងណាហើយគាត់អត់ចេះទេហើយបងស្រីហ្នឹងគឺត្រូវជាបងចដូនមួយគាត់ផ្ទាល់តែម្ដងហើយគាត់ក៏បាននិយាយគាត់ថាបើសិនជាគាត់បានប្អូនរបស់គាត់នឹងធ្វើប្តីគឺគាត់នឹងស្រឡាញ់រហូតហ្មងបងដោយសារតែប្អូនរបស់គាត់នឹងគឺរបៀបថាជាមនុស្សប្រុសដែលពេញលក្ខណៈហើយវាអត់ចម្លែកទេបងប្អូនប្អូនចដូនមួយនិងបងចដូនមួយចម្លែកខ្លាំងណាស់យកគ្នាធ្វើប្តីធ្វើប្រពន្ធកើតដែរបងប្អូនគ្នាហ្នឹងអូថ្ងៃនេះក្តៅណាស់បងប្អូនadmin នេះជិះម៉ូតូឡើងភ្នែកឡើងស្លក់ហើយបងប្អូនហើយទៅចូលឆ្នាំគេណាបងប្អូនមើល concert មើលអីណាអូយបដិសច្រើនកកកណាច្រើនមែនតើបងប្អូនឥឡូវបែកអូហូស្ទឹងយូពេកណាហើយបងប្អូនចាំសាច់រឿងរបស់យើងគឺបានចែករំលែកអំពីប្រិយមិត្តរបស់យើងម្នាក់ដែលគាត់និយាយអំពីប្អូនចដូនមួយគាត់ណាគាត់និយាយអំពីប្អូនចដូនមួយគាត់ដែលអ្នកទាំងពីរហ្នឹងគឺគាត់មានទំនាក់ទំនងស្អិតរមួតខ្លាំងមែនតើថ្ងៃមួយហ្នឹងគឺគាត់បានទៅលេងប្អូនចដូនមួយគាត់នៅឯស្រុកតែរបៀបថាអ្នកទាំងពីរហ្នឹងគឺរបៀបថាអ្នកភូមិមើលមកដូចជាប្តីជាប្រពន្ធអញ្ចឹងក៏ប៉ុន្តែពីរនាក់ហ្នឹងគឺបងប្អូនគ្នាទេតែគាត់ហ្នឹងគឺឃើញប្អូនចដូនមួយគាត់គឺប្រុសហ្នឹងណាគាត់ស្រឡាញ់ហ្មងគាត់និយាយណាគាត់ថាអូនណាបើសិនជាអូនឯងទៅធ្វើការមួយបងនៅពេញណាអូនឯងទៅអត់ហើយប្រាក់ខែគឺបងឲ្យ$500ហើយអូនឯងមិនបាច់ចាំធ្វើអីទេនៅពេញអូនឯងធ្វើការនៅក្នុងហាងរបស់បងណាគឺចាំតែទទួលភ្ញៀវធម្មតាទៅវាជាធម្មតាទេបងប្អូនសម្រាប់មនុស្សស្រីដែលគាត់ស្រឡាញ់ចូលចិត្តមនុស្សប្រុសណាម្នាក់គាត់តែងតែយកចិត្តទុកដាក់ហើយបងចដូនមួយគាត់ហ្នឹងគឺគាត់មិនមែនថាគាត់ធ្លាប់មានប្តីទេគាត់ធ្លាប់មានប្តីក៏ប៉ុន្តែគាត់បានលែងលះគ្នាហើយតែគាត់នៅប្រៀបថាចង់បានអ្វីមួយយ៉ាងជាមួយនឹងប្អូនចដូនមួយគាត់ហ្នឹងហើយគាត់សួរពេលដែលប្អូនចដូនមួយគាត់ហ្នឹងគាត់ប្រាប់ថាខ្ញុំអាចទៅបានក៏ប៉ុន្តែពេលដែលទៅដល់កន្លែងពេញហ្នឹងទៅដល់ភ្នំពេញហ្នឹងកន្លែងការងារមិនក៏ខ្ញុំអត់ទាន់ដឹងដែរហើយមិនមកបងជួយប្រាប់ខ្ញុំផងវាថាគាត់អត់ទាន់ចេះណាអញ្ចឹងបងស្រីគាត់ថាអីចាំបងជួយប្រាប់ការងារអូនណាហើយបងស្រីហ្នឹងគឺគាត់វាថាការងារគាត់នៅក្នុងហាងរៀងធំដុំដែរគាត់ជាមេម្នាក់គ្រប់គ្រងនៅក្នុងហាងផ្ទាល់តែម្ដងពេលដែលគាត់ឡើងមកមួយបងចដូនមួយគាត់ហ្នឹងម្ដងពេញក៏រៀបកន្លែងរៀបអីឲ្យដេកមានបន្ទប់មានអីចឹងហើយយប់ឡើងបងចដូនមួយគាត់ហ្នឹង
ចូលទៅក្នុងបន្ទប់បងអូនចរមួយគាត់ហ្នឹងពេលដែលចូលទៅក្នុងបន្ទប់ក៏ឆ្ងល់ហើយបងអូនចរមួយគាត់ហ្នឹងគាត់ថាបើឯងចូលក្នុងបន្ទប់ហ្នឹងមានការអីពេលយប់ចឹងអត់ទេបងគ្រាន់តែចូលមកលេងខ្លួនឯងធម្មតាណាព្រោះគាត់ឃើញខ្លួនឯងមកដំបងចឹងគេលោកខ្លួនឯងគេអត់លក់បងមកនិយាយលេងជាមួយខ្លួនឯងធម្មតាណាហើយខ្លួនឯងស្មានហ្នឹងអត់ទាន់គេងទេនៅទៅបងប្រហែលជាម៉ោង10ម៉ោង9 10ហ្នឹងគឺបងអូនប្រហែលជាគេងហើយព្រោះដោយសារតែអស់កម្លាំងធ្វើដំណើរឆ្ងាយគាត់ក៏មិនដេញដោលដែរហើយពេលដែលបងចរូនមួយគាត់ចូលទៅក្នុងបន្ទប់គាត់ហ្នឹងគឺគាត់ស្លៀកពាក់រៀងសិចស៊ីមកគាត់ស្លៀកពាក់ខ្លីណារៀងវាលចេញអីបន្តិចតួចចឹងធម្មតាបងប្អូនមនុស្សស្រីដែលចង់ឲ្យមនុស្សប្រុសហ្នឹងស្រឡាញ់ខ្លួនហ្នឹងតែងតែមានភាពតាក់ទាញអីតិចតួចចឹងហើយមានអីទៅប្លែកបងប្អូនដោយសារតែរឿងដែលកើតឡើងនៅក្នុងបន្ទប់រវាងមនុស្សប្រុសនិងមនុស្សស្រីវាជាធម្មតាទៅហើយបងប្អូនដូចជាសម្ោចនិងស្គរអញ្ចឹងបើសិនជាសម្ោចហ្នឹងវាអត់ស៊ីស្គរវាទៅចម្លែកបងប្អូនហើយយល់បងប្អូនគិតថាអ្នកទាំងពីរហ្នឹងគាត់មានអីជាមួយគ្នាក្នុងបន្ទប់ហ្នឹងមែនទេអត់ទេបងប្អូនដោយសារតែនៅក្នុងបន្ទប់ហ្នឹងគឺមានអ្នកដែលរស់នៅចិត្តហ្នឹងដែរជាបុគ្គលិកអញ្ចឹងណាតែថ្ងៃហ្នឹងដូចជាបងចដូនមួយគាត់បងស្រីហ្នឹងគាត់បង្រៀនឲ្យបងអូនចដូនមួយគាត់ហ្នឹងហូបស្រាគាត់ថាឯងធ្វើជាមនុស្សប្រុសណាចេះផឹកវិជាចេះហូបស្រាផងកុំមករបៀបធ្វើមកសភាពហ្នឹងគ្មានណាគេចូលចិត្តទេបង្រៀនឲ្យគាត់ផឹកស្រាទៀតហើយគាត់ហ្នឹងគាត់តែដាក់ពីកំប៉ុងបងប្អូនស្លាប់ឈឹងចុះគាត់ពីមុនមកគាត់នៅភូមិស្រុករបស់គាត់គាត់មិនដែលផឹកស្រាផឹកអីណាមកដល់ក្រុងបងចរូនមួយគាត់ហ្នឹងចិត្តបរៀនផឹកស្រាមកពិបាកអីបងប្អូនអត់អីបង្រៀនឲ្យបងអូនចរូនមួយគាត់ផឹកស្រាម្យ៉ាងរបស់គាត់ដែរក៏ប៉ុន្តែវាអត់ប្លែកទេបងប្អូនសម្រាប់មនុស្សស្រីដែលគាត់ចង់និយាយថាដូចជាខ្ញុំនិយាយដែរអញ្ចឹងគឺគាត់ចង់បានខ្លួនប្រាណបងអូនចរូនមួយគាត់មកហើយគាត់ទៅវាថាខ្ញុំនិយាយដើរវីដេអូគាត់ធ្លាប់មានប្តីតែគាត់លែងលះគ្នាអញ្ចឹងហើយធម្មតាគាត់រស់នៅម្នាក់ឯងអញ្ចឹងវារៀបឯកាណាហើយឃើញបងអូនចរូនមួយគាត់រៀងទំនងដែរចង់មានអីណាហ្នឹងក៏គិតតាមហ្នឹងទៅហើយខ្ញុំរៀងសង្ខេបសាច់រឿងនេះទេហើយមិនជាវែងឆ្ងាយប្រហែលទេចាំថ្ងៃស្អែកប្រហែលជាខ្ញុំនឹងនិយាយរឿងឲ្យបានវែងតិចបងប្អូនហើយថ្ងៃនេះប្រហែលជាមានបញ្ហាពងកតិចអូខេបងប្អូនយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាចាំវីដេអូក្រោយគឺខ្ញុំនឹងយកនៅសាច់រឿងផ្សេងទៀតយកមកនិយាយប្រាប់ទៅកាន់បងប្អូនណា